ជំរាបសួរក៏ដូចជាសួស្តីមកកាន់វីដេអូថ្មីរបស់គឹមលីសួស្តីពីជើងភ្នំជីសូទាំងអស់គ្នាចាសម្រាប់ថ្ងៃទី2នេះគឺពិតជាសប្បាយមែនតើចាគឺច្រើនកក់កតែម្ដងអ៊ូអហើយបងប្អូនយើងនៅខាងជើងភ្នំជីសូក៏ដូចជាអ្នកដែលមកលេងនៅជើងភ្នំជីសូនេះគឺពិតជាលេងដោយការគោរពលេងដោយការស្រឡាញ់ចាហើយបងប្អូនលេងអត់ប្រកាន់ប្រុសស្រីក្មេងចាស់ទេគឺលេងចម្រុះហើយសប្បាយចេញពីចិត្តទាំងអស់គ្នាតែម្ដងចាតំបន់នេះមិនក្តៅទេតិចស្រែទឹកកណ្ដុំឆែបចានៅខាងមុខផ្ទះផ្លូវមែនតើហើយនេះខាងមុខផ្ទះផ្លូវកន្លងទៅលេងរួចហើយចាអរគុណធំៗដល់បងប្អូនដែលបានចូលរួមលេងដោយការគោរពនិងការស្រឡាញ់ហើយអរគុណធំៗទៅដល់បងប្អូនពូប៉ូលីក៏ដូចជាកងកម្លាំងដែលពាក់ព័ន្ធដែលគាត់សម្របសម្រួលឲ្យការលេងសប្បាយរបស់បងប្អូនប្រកបដោយសុខសុវត្ថិភាពចាអរគុណជូនពរឆ្នាំថ្មីចាសម្រាប់វីដេអូនេះគឹមលីនឹងអត់កាត់ហើយក៏អត់បញ្ចូលសំឡេងអីផ្សេងដែរគឺចង់ឲ្យបងប្អូនមើលទស្សនវិជ្ជាទូទៅសំឡេងផ្ទាល់ថាតើទស្សនវិជ្ជាថ្ងៃទី2នៅជើងភ្នំជីសូសប្បាយប៉ុន្មានអញ្ចឹងបងប្អូនតាមដានវីដេអូរៀងវែងបន្តិចរបស់គឹមលីប៉ុន្តែពិតជាសប្បាយចានេះគឺជាវីដេអូអនុស្សាវរីយ៍សម្រាប់ចូលឆ្នាំថ្ងៃទី2នៅជើងភ្នំជីសូខេត្តតាកែវចាយើងចូលទៅខាងក្នុងអត់ចុះទេឥឡូវឈប់ឡាននៅទៀតនេះក៏សប្បាយដែរចាប៉ានម្សៅចាគឺដោយការគោរពមានការសុំការប៉ាចាអូអែមហួរសំប៉ាតមួយចាប៉ាដេអ៊ីវិញចាមួយពីបាច់អូជិះមកប៉ាដេអ៊ីវិញយើងក៏ដូចគេហើយសម្រាប់ឡានមួយនេះគឺថាចូលអត់ចូលនិយាយរួមចូលចាយើងចាំចិត្តកន្លះម៉ោងហើយចូលទេចាចូលហើយមានការសម្របសម្រួលពីបងដែលជាកងកម្លាំងចាគាត់សម្រួលស្រាយចោលឲ្យបងប្អូនយើងលេងដោយសុខសុវត្ថិភាពចាពិតជាខកខុញមែនចាចូលអត់ចូលទេជើងភ្នំជីសូថ្ងៃទី2ចាខុញតែម្ដងខាងនោះចាចុងខាងនោះហើយខាងនេះគឺដល់ចុងមកខាងទៀតនៅខាងនោះចារួមទៅគឺកក់ខុញសុខភាពសប្បាយចូលឆ្នាំថ្ងៃទី2នេះបាយម៉ែលៀបបាយម៉ែមួយមួយសូនហៅថតបោកដើម្បីប៉ាត់លៀបម្សៅចា